ខ្ញុំរៀបសួរថ្ងៃនេះពួកខ្ញុំពីរនាក់ Blackpink in your area អូខេ podcast ពួកខ្ញុំមកដល់វិញហើយខ្ញុំនឹងមិត្តប្រុសខ្ញុំកាលពីមុនយើងជាមិត្តរាប់អានគ្នាគាត់ក៏មានសង្សារហើយខ្ញុំក៏បានដឹងឮដែរហើយគាត់ប្រាប់ថាសង្សារមុនហ្នឹងត្រឹមតែមិត្តភ័ក្តិរាប់អានតែប្រហែលមួយឆ្នាំជាងហ្នឹងគាត់ក៏មកសុំស្រឡាញ់ខ្ញុំហើយប្រាប់ថាបែកពីសង្សារមុនយូរហើយខ្ញុំហ្នឹងក៏បានមើលចិត្តតាក់ទងគាត់មកទល់សប្តាហ៍ថ្ងៃនេះទាំងដែលការពិតគាត់អត់មានបែកជាមួយសង្សារមុនរបស់គាត់ទេហើយគាត់មកកុហកខ្ញុំបោកប្រាស់ទំនុកចិត្តខ្ញុំអស់រយៈពេលជាច្រើនឆ្នាំពេលដែលសង្សារមុនគាត់ដឹងគេក៏វាយប្រហារខ្ញុំផុសថាខ្ញុំជាជនទី3ដឹងហើយឮហើយចង់បានរបស់គេទៀតហើយខាងប្រុសក៏គិតខ្លួនបាត់ពីខ្ញុំសំបីតែបកស្រាយបន្តិចក៏គ្មានហើយទៅណាទៅឲ្យយកខ្ញុំចេញពីកន្លែងហ្នឹងតើខ្ញុំគួរធ្វើបែបណាជាមួយម្នាក់ប្រុសនឹងទៅបងទាំងដែលសង្សារមុនរបស់គាត់នឹងវាយប្រហារខ្ញុំមិនឈប់យល់ទេខ្ញុំចង់ផុសរូបមិត្តប្រុសខ្ញុំបកអាក្រាតភាពស្អាតស្អំខ្ញុំមកវិញតើខ្ញុំខុសទេខ្ញុំឈឺចាប់នឹងទង្វើដែលគេធ្វើដាក់ខ្ញុំខ្លាំងណាស់បងអើយណាមួយមិនមែនក្មេងអីប្រហែលទេណាអាយុ30ឆ្នាំជាងហើយគិតពី perspective គិតពីគោលចំហអ្នកផ្សាយពាណិជ្ជកម្មណាចាបើសិនជាគាត់ចង់ល្បីលឿនណាធ្វើចង់ល្អលឿនហ្មងលក់អីក៏ដាច់ដែរជឿព្រោះនៅឥឡូវចុះចិត្តគេ live ឆ្លោះគ្នាជេរគ្នាបកអក្រាតគ្នាលឺពីចំហៀងភាពស្អាតស្អំទៀមទាភាពស្អាតស្អំហ្នឹងហើយបែកធ្លាយអញ្ចឹងអីហ្នឹងហើយបើចង់ល្បីលឿនធ្វើចឹងប៉ុន្តែកុំភ្លេចថានៅពេលដែលយើងធ្វើអញ្ចឹងគឺយើងទុកមុខមាត់យើងនៅលើទីសាធារណៈដើម្បីប្រាប់អ្នកផ្សេងទៀតបើទោះបីជាគេជាកូនយើងគេជាគ្រួសារយើងគេជាក្រុមហ៊ុនដែលយើង apply ការងារដាក់ទៅហ្នឹងគេឃើញទាំងអស់ណាខុសណាត្រូវមិនដឹងទេបើដឹងគេយើងខ្លាចទៅជាជនសាធារណៈរបស់សាធារណៈណាយើងខ្លាចទៅជាបទរបស់សាធារណជនហើយយើងព្រមទទួលរឿងហ្នឹងអត់ព្រោះហ្នឹងវាមាន consequence វាមានរឿងដែលនឹងអាចកើតឡើងមកផ្សេងទៀតណាមានអ្នកដែលអត់ដឹងសាច់រឿងសោះគ្រាន់តែឮយើងផុសយើង live យើងអីហ្នឹងគេចូលមកគ្រប់គ្រងយើងឬក៏គេចូលមកជេរយើងតែអ្នកអត់ដឹងសាច់រឿងជាពិសេសអ្នកដែលមើលនៅលើបណ្ដាញសង្គមហ្នឹងគេគ្រាន់តែឃើញ2នាទីនៃជីវិតយើងគេម៉ៃមកអាណាត្រូវអាណាខុសហ្នឹងហើយចង់ឲ្យមកទាំងភ្នែនហើយมันប្រកាសថាយើងបកស្រាយទៅគេយល់ថាយើងត្រូវទេត្រូវខុសមិនក៏ដោយប៉ុន្តែយើងខ្លាចតែជាប្រធានបទផនសង្គមហើយនឹងមានអ្នកដែលដឹងសាច់រឿងផនយើងតិចបំផុតឃើញ2នាទីឃើញ10នាទីឃើញកន្លះម៉ោងហ្នឹងគេគិតថាយើងគេស្គាល់យើងផុតលេខហើយអញ្ចឹងមួយមានមតិយោបល់មកអញ្ចឹងយើងត្រៀមទទួលយកអាហ្នឹងបាននៅនៅក្នុងបរិបទស្រុកខ្មែរយើងបច្ចុប្បន្នថ្ងៃក្រោយប្រហែលជាអាចប្រែប្រួលឬក៏ក្មេងៗសម័យថ្មីអីទៀតខ្ញុំមិនដឹងទេប៉ុន្តែនេះពេលបច្ចុប្បន្ននេះបើសិនជាយើងឃើញឡានម៉ូតូប៉ះគ្នានៅលើដងផ្លូវភាគច្រើនគេយល់ថាមកពីឡានហើយបើសិនអ្នកទី1និងអ្នកទី2តកណាខាងនោះគេអ្នកទី1យើងអ្នកទី2ជាទូទៅគេអត់ខ្វល់ថាសាច់រឿងមិនទេគឺភាគច្រើនអ្នកទី2ហ្នឹងឯអ្នកខុសព្រោះយកសង្សារគេអីចឹងទៅនៅលើបណ្ដាញសង្គមនរណៃនិយាយថារកយុត្តិធម៌ឲ្យខ្លួនឯងអត់ទេអូនដាក់នៅលើបណ្ដាញសង្គមជួនកាលរឿងកាន់តែអយុត្តិធម៌ពីព្រោះវាយុត្តិធម៌សម្រាប់យើងអានឹងចេញពីភ្នែករបស់យើងប៉ុន្តែអ្នកផ្សេងគេអត់មើលឃើញថាអានឹងយុត្តិធម៌សម្រាប់យើងទេជួនកាលគេបានលឺសាច់រឿងហ្នឹងគេទៅព្យាយាមរកយុត្តិធម៌ឲ្យអ្នកទី1វិញឬក៏រកយុត្តិធម៌រឿងអីផ្សេងយើងអត់ដឹងទេរឿងដែលសំខាន់ព្រោះខ្ញុំទទួលបានសំណួរមួយប្រហាក់ប្រហែលគ្នានឹងដែរខ្ញុំចម្លើយរបស់ខ្ញុំមានតែប៉ុណ្ណេះឯងនៅលើបណ្ដាញសង្គមវាអត់ស្ថិតនៅលើការពិតជាអីទេវាស្ថិតនៅលើអ្នកណាប៉ាកែសម្ដែងជាងអ្នកណាសម្ដែងសមជាងភាគច្រើនអ្នកនឹងត្រូវហើយមិនមែនជារឿងដែលខ្ញុំគ្រប់គ្រងទេខ្ញុំទទួលស្គាល់ថាយើងវាមិនអស់ចិត្តណាវាថានៅសុកគេបោកគេបោកសេចក្តីទុកចិត្តទាំងស្រុងហ្មងណាក៏ប៉ុន្តែការដែលផុសអីផ្សេងហ្នឹងខ្ញុំអត់មើលឃើញថាវាចំណេញអីត្រឡប់មកវិញទេខ្ញុំគិតថាក្នុងករណីមួយចំនួនវានាំទុកធំឲ្យយើងមកច្រើនជាងអាហ្នឹងខ្ញុំនិយាយទៅរឿងថាបើយើងចង់រកយុត្តិធម៌ខ្ញុំប្រើពាក្យថាយុត្តិធម៌ហ្នឹងណាក៏ប៉ុន្តែអាធ្ងន់ធ្ងរជាងហ្នឹងទៅដូចប្តីខ្ញុំនិយាយមិនអញ្ចឹងខ្ញុំអត់ដឹងថាឥឡូវយើងកំពុងតែធ្វើអីទេណាប្រហែលអាចកំពុងធ្វើការអាចអីត្រូវដឹងថាដូចម៉ែឪយើងអីគាត់ជួនកាលអត់ដឹងរឿងហ្នឹងទេហើយតែឃើញនៅលើបណ្ដាញសង្គមអីចឹងទៅហើយឧទាហរណ៍ថាយើងចង់យើងឬក៏កូនយើងជួនកាលគ្នាទៅរៀនអូម៉ាក់ឯង live Facebook និយាយពីរឿងប៉ាឯងអីចេះឧទាហរណ៍ចឹងណាមិនដឹងទេប៉ុន្តែបន្តទៅមុខទៀតហ្នឹងថ្ងៃក្រោយហ្នឹងអារបស់ដែលយើងដាក់នៅលើបណ្ដាញសង្គមឥឡូវហ្នឹងនៅជាប់នៅលើអ៊ីនធឺណិតមួយជីវិតជារៀងរហូតជីវិតយើងប្រែប្រួលទៅជាម៉េចកូនយើងធំតូចឪពុកម្ដាយយើងគាត់ខ្លាចទៅអត់ខ្វល់ទេគេអត់ខ្វល់ទេវាជាប់ឧទាហរណ៍ដូចពេលខ្លះអូនទៅកម្មវិធីគេមកដល់ពេលអូយណានិយាយរឿងហ្នឹងល្អមែនតើ
hướng ấy bong hướng ấy cứ từ vô video à ôn na pi nay nó cứ vô mà cắt đặtឡើងវិញលើគេមាន TikTok មាន Facebook អីអាខ្លីៗហើយឯងអត់ដឹងអីតាមពិតនិយាយតាំងពី5 6ឆ្នាំមុនអញ្ចឹងអារឿងដែលកើតឡើងកាលពី6 7ឆ្នាំមុននៃក៏ដោយវានៅតែជាប់លើអ៊ីនធឺណិតអញ្ចឹងព្រោះវាមានមនុស្សដែលយកអាហ្នឹងមកផុសឡើងវិញមកអីអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំបើយើងគិតពីអនាគតខ្ញុំអត់ជ្រើសរើសឲ្យធ្វើអញ្ចឹងទេនោះអនាគតខ្លួនឯងអនាគតខ្លួនឯងគ្រួសារមនុស្សដែលយើងស្រឡាញ់ហើយនឹងអ្នកនៅជុំវិញខ្លួនយើងទាំងអស់ហើយបើនិយាយពីរឿងការងាររបស់យើងវិញតែប៉ុន្តែរឿងផ្ទាល់ខ្លួនទេប៉ុន្តែនៅពេលដែលគេការងារឬក៏ការរកស៊ីគេឈ្មោះសំខាន់មែនតើខ្ញុំដឹងថាយើងមិនគួរខ្វាយខ្វល់ពីអតីតកាលទេក៏ប៉ុន្តែបើអតីតកាលយើងវាល្អអាហ្នឹងគឺវាជួយជំរុញឲ្យអាជីវកម្មយើងភាពជាដៃគូយើងអីផ្សេងៗទៅបានលឿនមែនតើហ្នឹងដូចគេឈ្មោះរាល់ថ្ងៃដែលមាននេះបើនិយាយពីដើមទុនគឺអត់មានទេមានតែគេឈ្មោះដែលនៅសល់បន្តិចបន្តួចហ្នឹងឯងអញ្ចឹងការដែលយើងផុសយើងអីហ្នឹងអាខឹងមួយផ្លែតរបស់យើងហ្នឹងខ្ញុំអត់គ្រប់ត្រូលទេប៉ុន្តែខ្ញុំមិនមែនបានន័យថាមិនឲ្យយើងរកភាពស្ងប់ចិត្តឲ្យខ្លួនឯងទេខ្ញុំគិតថាយើងមានជំរឿសផ្សេងបើយើងអារឿងហ្នឹងក៏ឡងផុតហើយម្នាក់ប្រុសហ្នឹងបោកយើងហើយវាក៏រត់ទៅបាត់ហើយតែមិនអញ្ចឹងហ៎ឥឡូវយើងផុតរឿងបណ្ដាញសង្គមណាជប់ហើយចូលរឿងនេះវិញចូលរឿងម្នាក់ប្រុសហ្នឹងហ៎អុយទៅណាចេះបាត់ពិភពកូនហ្មងជុំវិញគោស្រួលហ្នឹងហ៎លោកគ្នាបាយស៊ីយ៉ាប្រចទៅបាត់បុកទុកបាច់តាមបាត់ទីទឹកដៃបុកតាណាទៅឲ្យចេញពីហ្នឹងចង់ឲ្យស្រួលមែនអត់ទេកន្លែងហ្នឹងនិយាយបន្តិចក៏បានដែរមិនថាចង់និយាយរឿងហ្នឹងទេតែអាហ្នឹងមានរឿងមួយទៀតគឺយើងទុកចិត្តគេខ្លាំងតែយើងអត់ដឹងផ្ទះគេនៅណាហ្នឹងបើនិយាយវិញថាទៅបាត់តាក់តអត់បានបើថាអត់ស្គាល់ផ្ទះគេទៀតត្រូវអត់បើអូននៃបងឯងស្គាល់តាំងស្រុកណាស្គាល់តាំងអីបងបានការមួយគ្នាអញ្ចឹងណាអញ្ចឹងចង់និយាយថាយើងស្គាល់ម្នាក់ហ្នឹងតិចមែនតើណាម្នាក់ប្រុសហ្នឹងចោលអស់ហើយអាការងារធ្វើការរកស៊ីទៅរៀនទៅអីធម្មតាសង្សារទៅស្គាល់ដឹងកន្លែងអត់ទេអញ្ចឹងមិនថាមិនសួរម្នាក់ស្រីដែលជាសង្សារតិចក្រោយនេះអត់ស្គាល់ហងបាត់មុខពីកន្លែងធ្វើការទៀតជុំបាយស្រួលអូខេបាទនិយាយដល់ណាយវិញអូភ័យចេះគិតតទៀតភ័យចំនួនមេតុងទីនគាត់អីចឹងអានេះគាត់ត្រឹមរឿងសង្សារមកនៅកិច្ចស្រួលប៉ុណ្្នឹងចុះរឿងធ្ងន់ធ្ងរជាងហ្នឹងគឺបាច់ចាំរកគាត់ហ្មងបានសុំចូលប្រធានបទយើងធ្វើឲ្យខ្លួនឯងស្ងប់ចិត្តអាខាតពេលកន្លងមកហ្នឹងវាហើយហើយអាការដែលយើងអង្គុយសោកសៅអង្គុយបាក់ចិត្តរបៀបខឹងចិត្តឲ្យព្យាយាមរកយុត្តិធម៌ហ្នឹងបានន័យថាយើងបន្តឲ្យម្នាក់ណាមានឥទ្ធិពលលើជីវិតរបស់យើងពីព្រោះយើងត្រូវអង្គុយគិតអញធ្វើម៉េចលើម្នាក់ហ្នឹងចោទអញម្នាក់នេះក៏ហៅអញទេហេតុអីគេនិយាយអញ្ចឹងបានន័យថាយើងចំណាយពេលវេលារបស់យើងថ្ងៃឧទាហរណ៍ថាលើម្នាក់ប្រុសហ្នឹងបោកយើងអស់ប្រហែលថាមួយឆ្នាំ365ថ្ងៃឬក៏400ថ្ងៃបន្ទាប់មកយើងចំណាយថ្ងៃទី401 402 403 405 500ថ្ងៃ600ថ្ងៃលើរឿងម្នាក់ហ្នឹងរឿង2នាក់ហ្នឹងរឿងសង្សារគេ2នាក់ហ្នឹងអូយធ្វើចឹងធ្វើអីបើសិនជាយើងពិតជាចង់ឲ្យខ្លួនយើងស្ងប់ចិត្តមែនណាបញ្ចប់ចងអីចឹងទៅដុតចោលឲ្យវាផុតត្រឹមហ្នឹងទៅយើងធ្វើអីថ្មីបានន័យថាពីមុនមកយើងបានខ្ជះខ្ជាយពេលវេលាទៅលើការបោកប្រាស់របស់គេដូច្នេះកុំបន្តឲ្យឥទ្ធិពលនៃការបោកប្រាស់របស់គេហ្នឹងណាវានៅថ្ងៃបន្តរបស់យើងទៀតយកធម្មពលទៅធ្វើរឿងអីផ្សេងថ្ងៃក្រោយកុំឲ្យគេបោកទៀតថ្ងៃក្រោយឲ្យដឹងថាគេពិតជាអត់មានសង្សារមែនអត់មានផ្ទះគេនៅណាកន្លែងធ្វើការនេះនៅណាកុំឲ្យប្រហត់ទៅបាត់ចឹងណាវាស្រួលពេកណាចឹងចង់និយាយថាចំណាយពេលទៅលើរឿងអីផ្សេងបើយើងចង់ឲ្យខ្លួនយើងស្ងប់ចិត្តហើយជឿខ្ញុំណាតែហ៊ានផុសរឿងនេះគឺមិនចប់ទេសម្រាប់ទស្សនិកជននៅលើបណ្ដាញសង្គមគេចាប់អារម្មណ៍រឿងយើងតែប្រហែល2ថ្ងៃទេផុតតែពីហ្នឹងទៅគេមានតារាល្បីណាផ្សេងដែលគេល្បីផ្ទុះរឿងអីផ្សេងហើយអញ្ចឹងសម្រាប់អ្នកមើលរាប់ម៉ឺនអ្នកដែលគេគាំទ្រយើងឬក៏គេប្រឆាំងយើងថាបើឧទាហរណ៍ថាពេលដែលយើងផុសទៅគេគាំទ្រយើងទៅចោះគេចាប់អារម្មណ៍រឿងយើងតែ2 3ថ្ងៃទេប៉ុន្តែយើងដល់ពេលថ្ងៃទី5ចូលមើលទៅសិនមានណាគាំទ្រអញទៀតអត់នឹងគៀមទុកនៅហ្នឹងខុសចិត្តហ្នឹងរឿងតខឹងអត់មានបានធ្វើស្អីទេហើយក្នុងនាមជាអ្នកលក់ skin care ខ្ញុំសូមជម្រាបជូនថា skin care គឺជារឿងតូចតាចទេរឿងផ្លូវចិត្តគឺជារឿងសំខាន់បើយើងចង់ស្អាតចង់ក្មេងជាងវ័យគឺត្រូវគេងឲ្យបានគ្រប់គ្រាន់ញ៉ាំឲ្យបានល្អជាពិសេសណាបើកន្លែងខឹងមួម៉ៅជ្រួញញាក់សាច់ទិញ skin care អស់លុយច្រើនអញ្ចឹងត្រូវធ្វើឲ្យសុខភាពផ្លូវចិត្តខ្លួនឯងល្អដើម្បីឲ្យខ្លួនយើងមានសម្រស់ស្រស់ស្អាតបើសិនជាគាត់ចង់រក closureភាពស្ងប់ចិត្តឲ្យវាដាច់សាច់រឿងហ្នឹងទាំងស្រុងណាព្រោះឥឡូវម្នាក់ប្រុសហ្នឹងគឺ Goodbye my love ហើយបងជាទុនសាយប្រុចទៅដល់ថាម្ចាស់ខ្ញុំដឹងទៅរហូតណាបើចង់បានស្ងប់សុខមិនចង់បន្តចំនួនហ្នឹងទៀតបញ្ចប់ការដែលខឹងគ្នាទៅវិញទៅមកទៅរហូតម្នាក់ស្រីហ្នឹងនិយាយតាមត្រង់ថាខ្ញុំវាអត់ដឹងមែនអីចឹងណាហើយអត់មានទៅឯកជនណាមិនមែនហ្នឹងហើយជាឯកជនរឿងទី1ប៉ុន្តែរឿងទី2គឺអត់មានការបកស្រាយត្រឡប់មកវិញទេគ្រាន់តែប្រាប់ឲ្យដឹងហ្នឹងហើយយើងអត់មានរឿងអីត្រូវបន្តមួយគ្នាតទៀតទេព្រោះយើងក៏ជាជនរងគ្រោះម្នាក់ដែរអារឿងហ្នឹងមួយជារឿងដែលអូនចង់បន្ទោសស្អីអត់មានរឿងអីឆ្លោះគ្នាតែស្អីគ្នាឯងធុញហ្មង
តែថាពេលបើកទ្វារបន្ទប់មកឃើញកំពុងប្តីឬក៏សង្សារទៅកំពុងគេងជាមួយអ្នកផ្សេងអញ្ចឹងអត់រករឿងអាសង្សារឲ្យប្តីខ្លួនឯងហ្នឹងឬក៏ធ្វើទុកបុកម្នេញដេញតាមគ្នាណារត់ផាសដៃផាសជើងប្តីហ្នឹងឈរតែហ្នឹងកាមកវិញឃ្លាននេះហូបបាយចាអញ្ចឹងឆ្លោះគ្នាតាគ្នាឯងអាជនរងគ្រោះដូចគ្នាហ្នឹងតាំងយ៉ាងណាតែអាជនដៃដល់នោះនៅណាយ៉ាងអើយហត់បាទអស់ហើយមិនប៉ុណ្ណឹងចឹងចម្លើយហើយមិនមែនតែរឿងបកអាក្រាតរឿងហ្នឹងណារឿងអីក៏ដោយហើយខ្ញុំនិយាយហ្នឹងខ្ញុំក៏ជាមនុស្សម្នាក់ដែលកែខ្លួនចេញពីរឿងហ្នឹងដែរពីមុនខ្ញុំខឹងអីបន្តិចបន្តួចខ្ញុំពិតជាចង់ផុសមែនប៉ុន្តែ lesson learn កន្លងមកគឺឲ្យ manager ចាត់ចែងទៅពេលឆ្លោះមួយភៀវមួយអី manager សុំទៅបន្ទប់ស្ងាត់ចែកគ្នាទៅខ្ញុំសុំដកខ្លួនចេញអត់សូវហ៊ានផុសហ៊ានអីតទៅមុខទៀតទេវាមានរឿងដែលយើងគួរតែផុសជាសាធារណៈដើម្បីសិនជាយើងយល់ថាវាជាប្រយោជន៍សាធារណៈវាឧទាហរណ៍ដូចយើងអីអ្នកពេលខ្លះមានជំងឺអីមកថ្មីអីចឹងណាអូខេហ្នឹងយើងចែករំលែកព័ត៌មានសាធារណៈអីចឹងទៅដែលវាមានប្រភពមានអីច្បាស់លាស់អូខេអាហ្នឹងវាជាការចែករំលែកល្អប៉ុន្តែអាការដែលបណ្ឌពេលខ្លះអយុធធម៌ហ្នឹងវាខ្លាំងពេកប៉ុន្តែរឿងពីតំណែងតំណងឯងឧទាហរណ៍គេរំលោភបំពានដីផងយើងរឿងសន្តិសុខរឿងអីចឹងណាហ្នឹងបើដៃសង្គមវាអាចជួយបានហ្នឹងហើយយើងតាក់ទាញចំណាប់អារម្មណ៍ផាន់សាព័ត៌មានដើម្បីធ្វើឲ្យសាច់រឿងហ្នឹងទទួលបានយុត្តិធម៌ប៉ុន្តែដល់ពេលរឿងដែលវាពណ៌ប្រផេះហើយអ្នកដែលពីណានិយាយបានមុនពីហ្នឹងឈ្នះហ្នឹងពិបាកចាត់ចែងហើយវេទិកាចរចាមិនគួរនៅលើបណ្ដាញសង្គមទេព្រោះអ្នកដែលចូលរួមចរចាហ្នឹងមិនមែនជាអ្នកដឹងសាច់រឿងយើងទេហ្នឹងហើយមួយគឺចេះសពគ្រប់ហើយតែឃើញសាច់រឿងយើងតែមួយផ្លែតហ្នឹងគឺអូយវាចេញមកអស់ហើយណាហើយនិយាយពីតនេអង្គុយទៅសេផុសផងអង្គុយចេញ reaction video ផងអូកាច់ជើគ្នាទៅវិញទៅមកជួនកាលឆ្លោះអ្នកចិត្តខាងឯងនឹងទៀតអាមែនតែនតែពិតគេល្បីគេលក់ដាច់ចង់ងាប់អូយយ៉ាប់មែនថ្ងៃណាមួយព្រោះប្តីពីរអ្នកឆ្លោះគ្នាគាត់យក view យកអីគេថាបើត្រឡប់ទៅនិយាយពីដើមវិញបើសិនចង់ល្បីធ្វើចឹងទៅមិនល្បីល្អទេញ៉ាំឥឡូវចាត់ទុកថាវីដេអូហ្នឹងផុសក្នុងឱកាស Valentine ទៅចឹងអូខេអរគុណច្រើនទាំងអស់គ្នាមានមតិយោបល់អីជួយទៅសេនៅខាងក្រោមហ្នឹងផងព្រោះជាទូទៅម្ចាស់សំណួរគាត់បានចម្លើយយើងហ្នឹងរឿងមួយទេប៉ុន្តែចម្លើយរបស់ទស្សនិកជននៅដូចខ្ញុំនិយាយមិញអញ្ចឹងបបពិសោធន៍របស់មនុស្សម្នាក់ៗខុសគ្នាអញ្ចឹងណាអញ្ចឹងជួនកាលទៅគាត់ថាបងឯងថាអញ្ចឹងប៉ុន្តែផ្សេងគេលោកយកថាអញ្ចឹងណាអូខេអរគុណទាំងអស់គ្នាចាំជួយចែករំលែកមតិយោបល់នៅខាងក្រោម comment ហ្នឹងផង Blackpink សូមត្រឡប់ទៅផ្ទះមើលកូនវិញធម្មតាចា Blackpink អរគុណច្រើនជម្រាបលា